ឲ្យតែឃ្លានសម្លជូហិលនាងខ្ញុំនឹកឃើញសាឡនេះហើយបងប្អូនចាហើយថ្ងៃនេះខ្ញុំមានបងកងកន្លះគីឡូបងប្អូនចាក៏បងកងស្រស់ចាយើងតែងអាស្រស់មកណាគេដាក់អុកស៊ីសែននៅបងប្អូនចាខ្ញុំទិញតែកន្លះគីឡូទេតាមទឹកលុយបងប្អូនចាហើយខ្ញុំយកមកធ្វើឲ្យស្អាតឆ្កឹះយកអាចវាចេញណាហើយនេះជាសម្លមកជូរចាប់ផ្សិតបងប្អូនធ្លាប់ញ៉ាំទេចាខ្ញុំឲ្យតែផ្ដាសាយអីចឹងខ្ញុំចង់ញ៉ាំស្លហ្នឹងហើយស្លហ្នឹងធ្វើត្រូវនឹងប្រភេទគ្រឿងសមុទ្រមិនថាបកាបកងមឹកឬក៏ប្រភេទត្រីសមុទ្រទេគឺថាជាមួយនឹងស្លមួយហ្នឹងគឺត្រូវមែនទែនហើយនេះមើលបកងនេះគឺសិតតែខួរតែម្ដងចាឥឡូវទឹកពុះហើយក្នុងទឹកហ្នឹងខ្ញុំក៏ថែមគ្រឿងថែមអីដែរគ្រាន់តែស្លហ្នឹងយើងស្លបែបស្លម្ជូរគ្រាន់តែអត់ដាក់ប្រហុកទេបងប្អូនចាទឹកពុះអញ្ចឹងខ្ញុំក៏ដាក់បកងយើងចូលទៅហើយបកងនឹងដែរខ្ញុំក៏អត់ធ្វើឲ្យពុះយូរដែរបងប្អូនគ្រាន់តែពុះមកពុះទេហើយបន្លែរបស់វាហ្នឹងគឺមានគល់ក្រៃម្ដេចលក្រូចដូចយើងធម្មតាអញ្ចឹងណាបងប្អូនចាគ្រាន់តែមានថែមផ្សិតថែមអីចឹងណាចាហើយឥឡូវយើងកូរវាឲ្យវាស្មើសាច់ហ្នឹងមិនមែនកូរខ្លាំងទេយើងថ្នមដៃបងប្អូនហើយស្លនេះដែរបើបានជាប្រភេទត្រីសមុទ្រវិញណាក៏ឆ្ងាញ់ដែរឆ្ងាញ់ខ្លាំងហ្មងចាពេលនេះខ្ញុំមកថែមថយគ្រឿងខ្ញុំថែមទឹកត្រីបុរាណបងប្អូនទឹកត្រីបុរាណមានភ្ញៀវម្នាក់គាត់ប្រាប់ខ្ញុំថាទឹកត្រីបុរាណនេះឆ្ងាញ់ណាគាត់យកទៅធ្វើម្ហូបវិញណាឥឡូវគាត់ធ្វើម្ហូបខ្វះទឹកត្រីបុរាណអត់បានទេចាថែមថយគ្រឿងតិចតួចគឺឆ្ងាញ់តែម្ដងពីមុនណាគាត់ស្លអត់ដែរឆ្ងាញ់ទេពេលបានទឹកត្រីទៅស្លឆ្ងាញ់អើយឆ្ងាញ់ក៏ប៉ិតខ្ញុំអត់បានមកអួតបងប្អូននេះទេណាបងប្អូននេះខ្ញុំនិយាយតាមភ្ញៀវខ្ញុំដែលគាត់ប្រាប់ខ្ញុំទេចាគាត់ថាគាត់ដែរស្លបានឆ្ងាញ់ទេដាក់ស៊ុបខ្នុរផងប៊ីចេងផងស្ករផងតែដល់ពេលបានទឹកត្រីបុរាណទៅគាត់ស្លឆ្ងាញ់ចាទឹកត្រីបុរាណវាមានជាតិដោយសារតែយើងដាក់ប្រើត្រីប្រហុកហ្នឹងគឺច្រើនបងប្អូនចាច្រើននៅពេលដែលយកទៅផ្សំគ្រឿងហ្នឹងគឺឆ្ងាញ់តែម្ដងចាឥឡូវស្លរបស់យើងគឺហើយបងប្អូនអញ្ចឹងខ្ញុំយកមកលាយគ្រឿងខាងក្រៅដោយសារតែខ្ញុំញ៉ាំមុនគេអញ្ចឹងណាហើយគ្រឿងរបស់យើងហ្នឹងគឺយើងអត់ប្រើម្ជូរអីទេគឺយើងប្រើគុយឆ្មានេះឯងចាបងប្អូនទាំងអស់គ្នាវីដេអូនេះវារៀងកន្លាប់ចាក់បន្តិចដោយសារតែខ្ញុំថតម្ដងប្រឈមម្ដងផ្ដេអញ្ចឹងណាបងប្អូនចាអញ្ចឹងយើងដួសយកមកលាយគ្រឿងខាងក្រៅមកយើងចង់លាយខាងក្នុងឆ្នាំងក៏បានចាប៉ុន្តែដោយសារតែខ្ញុំញ៉ាំមុនខ្ញុំយកមកលាយខាងក្រៅហើយក្រូចឆ្មាយើងដាក់ជូរល្មមទៅជូរប្រៃបងប្អូនជូរប្រៃហិលនឹងឯងហើយបន្ទាប់មកនេះម្ទេសនេះគឺដាក់ឲ្យច្រើនម្ទេសអាចសាច់លាយម្ទេសចិនម្ទេសអីហ្នឹងគឺដាក់ទៅក្តៅហិលហត់មកបែកញើសខ្ចាយតែម្ដងអ្នកស្វឹងអ្នកផ្ដាសាយអីដងញ៉ាំទៅត្រូវហ្មងណាបងប្អូនពេលដែលយើងលាយចឹងហើយយើងភ្លក់មើលផងពេលដែលខ្វះអីគឺបងប្អូនអាចថែមថយតាមនឹងបានចាចុងក្រោយហ្នឹងគឺយើងដាក់ម្រះព្រៅរបស់យើងឲ្យមានក្លិនឈ្ងុយចានៅពេលដែលទឹកក្តៅហ្នឹងយើងបង់វាទៅវាសពប់ចេញក្លិនឈ្ងុយមកអញ្ចឹងស្លរបស់ខ្ញុំនេះគឺហើយចាបងប្អូនគឺថាញ៉ាំជាមួយនឹងសាច់ចៀនឬក៏ត្រីចៀនពងចៀនអីត្រូវមែនតេនចាឥឡូវមកមើលខ្ញុំញ៉ាំម្ដងបងប្អូននេះដែលចូលចិត្តញ៉ាំប៊ូហ្វេអីខ្ញុំជឿថាយើងទិញគ្រឿងសមុទ្រញ៉ាំខ្លួនឯងចំណេញជាងព្រោះយើងរើសរបស់ស្រស់មកញ៉ាំនៅប៊ូហ្វេគេអត់ដែលដាក់របស់ស្រស់ឲ្យយើងទេសិតតែបកកឲ្យប្រើថ្នាំទាំងអស់អញ្ចឹងហើយវាញ៉ាំទៅវាអត់បានសាច់ឆ្ងាញ់ទេដូចអានេះចឹងគូខួរពេញមកបងប្អូនខួរវិញឡងលឿងហើយឡងខ្ទិះហើយសាច់វិញឡងច្របតែម្ដងមិនសាច់ម្សៅទេណាបងប្អូនចានៅពេលដែលយើងទិញរបស់ស្រស់ទោះបីជាបកងចំក៏ដោយក៏មិនតែវាឆ្ងាញ់ជាងអាបកងគេដាក់ថ្នាំដែលញ៉ាំទៅអត់ដឹងសាច់នៅណាញ៉ាំទៅផុយអត់ដឹងរសជាតិអីនៅណាបានទឹកទីជ្រលក់យោងអីចឹងទៅចាតែអានេះគឺអត់ទេខួរវាឡើងខ្ទិះតែម្ដងហើយសាច់វាឡើងច្របអូយគឺបញ្ចូលសលេងនេះនឹកឃើញចង់ញ៉ាំអាច្របនឹងម្ដងទៀតហើយបងប្អូនហើយបើសិនជាបានអាំងជ្រលក់ទឹកត្រីក៏កង់អីទៀតអូយកាន់តែអស់តោះហ្មងបងប្អូនមើលសាច់របស់វាគឺច្របហ្មងណាបងប្អូនគឺថាខំមួយម៉ាត់មកអត់មានបែកជាម្សៅដូចដាក់ថ្នាំទេមិនអស់ចិត្តក៏ឲ្យបងប្អូនមើលថានេះ
ដែលយើងហែកមកបងប្អូនកាមេរ៉ាខាងក្រោយចាកាមេរ៉ាខាងក្រោយវាមើលច្បាស់ជាងអាខាងមុខវាសស្លេកនេះខួររបស់វានៅពេលដែលយើងតែងបានអាស្រស់វាមានខួរអញ្ចឹងណាវាខ្ទិះអញ្ចឹងណាបងប្អូនចាវាខ្ទិះអញ្ចឹងបើយើងតែងអត់ស្រស់ទេវាបានតែថាបកងប៉ុន្តែបកងអត់ឆ្ងាញ់មានជាតិអីហ៎បងប្អូននិយាយពីសាច់វិញឡើងដិនហ្មងឡើងដិនហ្មងមើលតែខ្ញុំហែកក្បាលវាចេញមកបងប្អូនអត់មានសាច់អន់បន្តិចទេចាមើលខួរគេទៅបងប្អូនគឺបកងឆ្ងាញ់នឹងខួរនឹងឯងបើសិនជាទិញមកអត់មានខួរលាយអស់អូយស្ដាយណាស់បងប្អូនហើយនេះបើបានយកទៅអាំងវិញម្ដងជាឈ្ងុយបណ្ណាយបងប្អូននេះឈ្ងុយខ្លាំងហើយខ្ទិះហ្មងពេលខ្លះយើងទិញបកងស្រស់វាអត់ថ្លៃជាងបកងតម្លៃវាអត់ថ្លៃជាងបកងគេដាក់ថ្នាំហ្មងទេតម្លៃវាល្មមគួរសមហើយយើងញ៉ាំបានរបស់ឆ្ងាញ់ទៀតហើយបាទមួយនេះវិញខួរចង់មកស្លាបព្រាបងប្អូនខួរវិញចង់មកស្លាបព្រាជាតិមកជាតិជាតិអើយចាដាក់មួយម៉ាត់មកគឺថាអូហួយខ្ទិះដល់បេះដូងហ្មងបងប្អូនអរគុណបងប្អូនបើចូលចិត្តវីដេអូរបស់នាងខ្ញុំកុំភ្លេចជួយ like ជួយ share ផងណាចាវីដេអូសាមញ្ញធម្មតានៃជីវិតរបស់ខ្ញុំបែបធម្មតាទេបងប្អូនហើយកុំប្រកែប្រកាន់អីបើសិនជាមានឆ្កំឆ្គងអីនៅក្នុងការថតអីចឹងខ្ញុំថតម្នាក់ឯងទេចាអរគុណជម្រាបលា